ជាបសួរលោកគ្រូនាងខ្ញុំឈ្មោះម៉ាប់មៀចាថ្ងៃនេះខ្ញុំនឹង skin record បញ្យល់អំពីការរៀបចំ Active Directory ជាដំបូងយើងចូល Server Manager ហើយស្វែងរកពាក្យ Tool នោះយើងនឹងឃើញពាក្យ Active Directory User and Computer ហើយបន្ទាប់មកទៀតយើងចូល right click ចុចយកពាក្យ right click លើ UC ដែលយើងបានបង្កើតមុនហើយយើងយក new រួចយើងយក Organization Unit បន្ទាប់មកទៀតយើងបង្កើត sub OU ចំនួនមួយដែលឈ្មោះថា Relation Department ដែលលោកគ្រូគាត់បានដាក់ឲ្យអញ្ចឹងណានៅពេលដែលយើងបង្កើតយើងចុច OK មកចាហើយឃើញផ្ទាំងជាច្រើននេះឃើញឈ្មោះដែលយើងបង្កើតហើយចាអញ្ចឹងយើងត្រូវបង្កើត user មួយអញ្ចឹងយើងចុចពីលើហើយយើងត្រូវចុចរូបមនុស្សមួយតាមដែលខ្ញុំធ្វើអញ្ចឹងណាអញ្ចឹងសម្រាប់ឈ្មោះ user មួយគឺខ្ញុំដាក់តាមអ្វីដែលខ្ញុំនឹកឃើញគឺខ្ញុំដាក់ឈ្មោះហ្មងចឹងឈ្មោះដំបូងខ្ញុំដាក់ឈ្មោះធីតាអញ្ចឹងណាហើយកន្លែង last name ដាក់ user មួយអីចឹងទៅកន្លែង login name ហ្នឹងគឺខ្ញុំដាក់ឈ្មោះធីតា user មួយអញ្ចឹងទៅហើយខ្ញុំចុច next ហើយបន្ទាប់មកទៀតគឺយើងដាក់ password គឺខ្ញុំអត់ដាក់អីញញៃច្រើនទេដាក់1ដល់លេខ5អញ្ចឹងconfirm គឺខ្ញុំដាក់ដូចគ្នាកន្លែងហ្នឹងក៏ខ្ញុំអត់ដាក់គ្រីអីញញៃដែរអាហ្នឹងគឺខ្ញុំដាក់អញ្ចឹងហ្មងហើយ next មកគឺ finally យើងបាន user មួយហើយអញ្ចឹងយើងត្រូវគោលការណ៍គឺលោកគ្រូឲ្យបង្កើតរហូតដល់ទៅ5អញ្ចឹងខ្ញុំនៅបង្កើត4ទៀតអញ្ចឹងឈ្មោះទី2គឺខ្ញុំដាក់ឈ្មោះសុខាអញ្ចឹង last name ដាក់ user 2ហើយlogin name ហ្នឹងគឺខ្ញុំត្រូវដាក់សុខា user 2អញ្ចឹងទៅហើយកន្លែងហ្នឹងអត់មានអីទេ next ហើយខ្ញុំដាក់ direct 1ដល់5ដូចគ្នាទាំងអស់ហ្មង user លេខ1ដល់ user 5អញ្ចឹងលេខកូដដូចគ្នាទាំងអស់ហើយអាកន្លែងហ្នឹងគឺខ្ញុំអត់ឆេងញ៉ៃទេខ្ញុំដាក់ direct អញ្ចឹងហ្មងចុច OK មក finally យើងបាន user 2ហើយនៅ3 user ទៀតអញ្ចឹងខ្ញុំធ្វើដូចគ្នាទាំងអស់ប៉ុន្តែខុសតែឈ្មោះទេឈ្មោះទី3ហ្នឹងខ្ញុំដាក់ឈ្មោះចម្ប៉ានោះ user 3ហើយ login name ខ្ញុំដាក់ដូចតែគេទេក៏ដូចឈ្មោះដាក់ចម្ប៉ា user 3មកចុចពេលហើយមកយើង next មក next ចាយើងចុច next មកហើយ password ដូចខ្ញុំនិយាយចឹងគឺយើងដាក់1ដល់5ដូចគ្នាទាំងអស់ហ្មងហើយកន្លែងគូគ្រីនោះខ្ញុំដាក់ automatic ដាក់លេខ1ចឹងឯងចុច next ចា finally យើងបាន3 user ហើយចឹងដូចខ្ញុំនិយាយចឹងណាយើងត្រូវបង្កើត5អញ្ចឹងយើងត្រូវចុចដូចគ្នាដែរគាត់តែយើងដាក់ឈ្មោះខុសគ្នា user ឈ្មោះខុសគ្នាអញ្ចឹងនេះខ្ញុំដាក់លេខ4នេះបុប្ផាអញ្ចឹងខ្ញុំដាក់ user 4ត្រង់ login name ហ្នឹង user login name គឺខ្ញុំដាក់បុប្ផា user 4 អីចឹងទៅអញ្ចឹងកន្លែងនេះយើងបង្កើតឲ្យបាន5 user អញ្ចឹងដែរតែកន្លែងហ្នឹងអត់មានអីដែលថាពិបាកទេយើងចុច next មកហើយ password 1ដល់5កន្លែងសញ្ញាគ្រីហ្នឹងខ្ញុំអត់ដូរញញៃទេខ្ញុំដាក់ចឹងឯង next ហើយ finally យើងបាន4 user ហើយនៅខ្វះមួយទៀតចុងក្រោយចុងមួយទៀតគឺខ្ញុំដាក់ឈ្មោះរចនាចុង user 5ចុង login name ខ្ញុំដាក់ឈ្មោះរចនា user 5ចុច next មកហើយយើងដាក់ password ដូចគ្នា1ដល់5ចឹងយើងចុច next មកអូខេ finally 5 user គឺយើងបានបង្កើតអស់ហើយអញ្ចឹងយើងត្រូវបង្កើតជា group អញ្ចឹងយើងចូលរូបមនុស្ស2ហ្នឹងមកយ៉ាហើយយើងដាក់ឈ្មោះដូចដែលលោកគ្រូគាត់ប្រាប់អញ្ចឹងណាឈ្មោះ group គឺ relation department អញ្ចឹងខ្ញុំពេញតាមហ្នឹងទៅឈ្មោះ relation department ហើយកន្លែងហ្នឹងយើងពេលយើងពេញហើយកន្លែងហ្នឹងយើងត្រូវដាក់ global អញ្ចឹងឯងហើយខាងនោះគឺ security អញ្ចឹងយើងចុច OK មក
dạ bàn cục mùi hơi bàn user account cục mùi hơi chẳng đập bay ơi user này mùi tiếng pram nó không group chẳng dương trâu select mùi hơi đã add to group hơi nè cái nóng dương trâu vay việc relation đó dương check name đó chạy nhảy chà ok nè cái đã success thao việc ban add hơi ok mó thấy dương trâu tại check mơ cái này nó thay cho member nâng tham miên chỗ ở nào nè chỗ ở hơi finally chỗ ở hơi concrete list hay cho ok dương trâu tàu ý cái dương trâu tàu tè login nó lơ mà xin client mặt đòn nó về để dương ban thôi chọc tiền pram chân nó dương ban add choក្នុង group អស់ហើយចឹងយើងបិទទៅយើងចូលទៅ client យើងចូលទៅលើ machine client ម្ដងអញ្ចឹងណាចឹងទុកឲ្យវាដំណើរការសិននេះចឹងយើងជប់ទាំងនេះយើងឃើញ order user អញ្ចឹងយើងចង់ដាក់ឈ្មោះណាយើងចង់ login account ណាបាយតាមនឹងអញ្ចឹងខ្ញុំដាក់ឈ្មោះចំប៉ាបាយអញ្ចឹងខ្ញុំដាក់ password អីតាមនឹងទៅគេដាក់ welcome អញ្ចឹងណានេះគេដាក់ OK អញ្ចឹងបានន័យថា sign in user sign in អញ្ចឹងចុច OK អញ្ចឹងមកយើងដូរ password បានអញ្ចឹងខ្ញុំដូរដាក់1 2 3អញ្ចឹងទៅហើយ enter អានេះវាកំពុងដំណើរការអញ្ចឹងណានេះវាបាន success ហើយនេះចុច OK មកឃើញអត់ឃើញ user ឃើញចំប៉ា3មកញ៉ាំនេះវាកំពុងដំណើរការ successfully នេះចឹងនៅលើកុំព្យូទ័រយើងគឺមានឈ្មោះចម្ប៉ា user 3អញ្ចឹងណា finally ខ្ញុំបាន log in លើ machine client ហើយអញ្ចឹងខ្ញុំ restart វាអញ្ចឹងទៅកុំព្យូទ័រ render យឺតបន្តិចដោយសារ RAM អត់សូវធំអញ្ចឹងណាអញ្ចឹងនេះ finally ចម្ប៉ា user 3អញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងអរគុណច្រើន